ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចានេះជ្រូកខ្ញុំគឺកើតកូនហើយបងប្អូនគឺបាន7ថ្ងៃហើយចាគឺបងប្អូនអាចរឹបកូនបានបងប្អូនថាកូនប្រមាណចេះណាបងប្អូនចាបន្តិចទៀតគឺវាដេកឲ្យកូនមេមហើយបងប្អូនចានេះគឺជ្រូកខ្ញុំគឺចេះរក្សាកូនខ្លាំងមែនទែនបងប្អូនគឺមុនវាដេកគឺវាតម្រិតខ្លួនចុះសិនចាបន្ទាប់មកឲ្យកូនមេមនេះឯងបងប្អូនចានេះកូនជ្រូកគឺយើងត្រូវដាក់ទឹកស្អាតឲ្យវាផឹកចានេះគឺកន្លែងវាដេកក៏ត្រូវតែស្ងួតដែរបងប្អូនកូនជ្រូកបើមិនចាស់ទេវាអាចនឹងមានជំងឺចឹងណាបងប្អូនចានេះគឺកន្លែងតង់របស់ខ្ញុំបាំងឲ្យវាដេកតែបន្តិចទៀតឲ្យកូនមេមខ្ញុំប្រាប់ពីវិធីយើងដាក់បញ្រៀនកូនឲ្យចេះស៊ីចំណីណាបងប្អូនចាគឺពេលកូននោះនឹងមីចេះគឺវិធីបញ្រៀនគឺយើងមានវិធីចាវាមិនអាចមកស៊ីចំណីដោយខ្លួនឯងទេបងប្អូនទើបតែយើងបញ្រៀនវាសិនចានេះមុនដំបូងគឺយើងយកអាហារមកលាយជាមួយទឹកបងប្អូនទឹកធម្មតាក៏បានទឹកក្តៅក៏បានចាដើម្បីយើងយកទៅលាបនឹងដោះមីវាណាបងប្អូនចាបងប្អូនមើលបងប្អូនទាយសាក់មើលថាកូនប៉ុន្មានបងប្អូននេះបងប្អូនចានេះបងប្អូនមើលថាកូនប៉ុន្មានបងប្អូននេះបងប្អូនគឺយើងត្រូវដាក់ទឹកស្អាតឲ្យវាផឹកបងប្អូនចានេះគឺទឹកស្អាតចាជ្រូកកើតបាន7ថ្ងៃយើងត្រូវបញ្រៀនឲ្យជ្រូកចេះស៊ីអាហារណាបងប្អូនចាគឺរបៀបបញ្រៀនចាំខ្ញុំនឹងប្រាប់តទៀតចាតាមតិចទៀតវាមេមខ្ញុំនឹងបង្ហាញពីរបៀបលាបដោះមីវាដើម្បីពេលវាមេមចូលទៅក្នុងមាត់ហើយវានឹងចេះស៊ីបន្ទាប់ពីវាមេមរួចរយៈពេល4-5ថ្ងៃចឹងបងប្អូនបើយើងអាចមានពេលដាក់មួយថ្ងៃ3ដងទៅបងប្អូនយកទៅលាបដោះមីវាមួយថ្ងៃ3ដងតែ3ថ្ងៃគឺវាចេះហើយបងប្អូនប៉ុន្តែខ្ញុំមិនសូវមានពេលក៏វាមិនទាន់សូវចេះស៊ីទេបងប្អូនចានេះបងប្អូនយើងយកអាហារដែលយើងលាយរួចបងប្អូននេះយើងយកមកដាក់ក្នុងដោះមីវាមកបងប្អូននេះដល់ពេលវាមេមទៅបងប្អូនឃើញអត់នេះវាមេមទាំងអាហារវាមេមទាំងទឹកដោះចាគឺស្រួលខ្លាំងមែនទែនបងប្អូនដល់វាមេមយូរទៅគឺវាសឹមក្នុងអាហារគឺវាចេះស៊ីហើយបងប្អូនចានេះគឺខ្ញុំដាក់ចេះគឺមកមេមគឹបចាបើជ្រូកខ្លះគឺចេះខ្លាំងមែនទែនបងប្អូនគឺ